មេតិចក៏ជឿក្បាលមេក្តៅក៏ជឿក្បាលពិបាកនៅក្នុងការធ្វើដំណើរពិបាកនៅក្នុងការធ្វើការអង្គុយធ្វើការនៅក្នុង office គឺពិបាកខ្លាំងមែនទែនហើយឧស្សាហ៍ផ្ដាសាយឧស្សាហ៍កដាស់ចាវាជាអាការៈដែលបង្ហាញថាបងប្អូនកំពុងតែមានបញ្ហាដុសសាច់ច្រមុះអាឡែស៊ីច្រមុះហើយអញ្ចឹងសម្រាប់ការព្យាបាលបងប្អូនអាចទៅពេទ្យនៅក្នុងការទៅឆែកមើលសុខភាពដើម្បីពិនិត្យមើលបន្ថែមថាតើយើងនៅក្នុងដំណាក់កាលមួយណាដំណាក់កាលដែលតិចតួចគឺបងប្អូនពេលនឹងឲ្យថ្នាំព្យាបាលចាយើងអាចញ៉ាំថ្នាំទៅបាទប៉ុន្តែវាសិនដំណាក់កាលយ៉ាងធ្ងន់ដែរចុះបងប្អូនទៅធ្វើការវះកាត់ខ្ញុំនេះហើយគឺជាអ្នកដែលមានដុសសាច់ច្រមុះហើយខ្ញុំធ្លាប់ធ្វើការវះកាត់រហូតដល់2ដងចាតែលទ្ធផលចុងក្រោយខ្ទង់4-5ឆ្នាំគឺខ្ញុំដុសឡើងវិញចានេះខ្វះគាត់ឈាមចាឈាមរបស់ខ្ញុំបានត្រឹមតែ8ទេបងប្អូនហើយខ្ញុំគឺជាអ្នកដែលខ្សោយប្រព័ន្ធភាពស៊ាំខ្លាំងអាសាផ្ដាសាយហើយងាយនឹងឆ្លងជំងឺមែនតើចាខ្សោយខ្លាំងមែនតើសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំនៅ Atomy Hair Mohim ចាជាប្រភេទផលិតផលមួយដែលជួយខ្ញុំឲ្យដោះស្រាយបញ្ហាដុសសាច់ច្រមុះលាក់ស៊ីច្រមុះហើយនឹងការខ្វះគាត់ឈាមហើយនឹងប្រព័ន្ធភាពស៊ាំចុះខ្សោយចាប្រព័ន្ធភាពស៊ាំគឺជាអង្គរៈការពាររាងកាយរបស់យើងប្រៀបដូចជាកំផែងការពាររាងកាយរបស់យើងអញ្ចឹងបើសិនជាប្រព័ន្ធភាពស៊ាំយើងចុះខ្សោយបងប្អូននឹងងាយនៅក្នុងការឆ្លងនៅជំងឺផ្សេងៗចាអញ្ចឹងសម្រាប់បងប្អូនដែលដុសសាច់ច្រមុះលាក់ស៊ីច្រមុះខ្សោយប្រព័ន្ធភាពស៊ាំសុខភាពចុះទ្រុឌទ្រោមចុះខ្សោយចាហើយហេវហត់អស់កម្លាំងបងប្អូនអាចញ៉ាំនៅ Atomy Hair Mohim នេះបានចាហើយសម្រាប់ព័ត៌មានលម្អិតក៏ដូចជាបងប្អូនដែលមានបញ្ហាសុខភាពផ្សេងៗអាចប្រឹក្សាយោបល់ជាមួយនាងខ្ញុំបានអាច inbox ក៏ដូចជាឆាតតាម Telegram មកបានចាដើម្បីពិភាក្សាព្រោះផលិតផលរបស់យើងមានរហូតដល់100មុខនៅស្រុកខ្មែរនៅកូរ៉េយើងមានរហូតដល់600មុខហើយសម្រាប់ផលិតផល Atomy គឺជាផលិតផលដែលចែកចាយរហូតដល់58ប្រទេសមិនចែកចាយទៅនៅស្រុកខ្មែរទេចឹងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តចាអញ្ចឹងមិនមែនជាផលិតផលសាមញ្ញធម្មតាទេបងប្អូនដែលចង់ដឹងបន្ថែមអាចចូល Chat GPT ជួយឆែកមើលបានព័ត៌មានលម្អិតនៃក្រុមហ៊ុន Atomy